បានជួបពេញហូមមួយស្វាជួបពេញបាទបងប្អូនសប្បាយបងប្អូនដែលចូលឆ្នាំនៅសង្ក្រាន្តនៅស្រុកឈូកសប្បាយហ្មងតែសប្បាយយ៉ាងណាក៏មិនភ្លេចបងនៅរះកងកប់នៅជួរមុខដែរបងប្អូនបាទបាទបងប្អូនចូលឆ្នាំសប្បាយតែសប្បាយយ៉ាងណាក៏មិនភ្លេចកងបងមកកងកត់ជួរមុខដែរណាហើយអរគុណច្រើនបាទបងប្អូនដែលជួបហ្វេននោះជួបហ្វេនមកបាទស្វាជួបពេញហូមមួយស្វាជួបពេញភ្លេចយកមកដល់តែចូលឆ្នាំមកធ្វើអរគុណច្រើនបងប្អូនបាទសូមអរគុណបងប្អូនហើយសូមជូនពរឆ្នាំថ្មីបងប្អូនសុខសប្បាយទាំងអស់គ្នាហើយចូលឆ្នាំនេះឆ្នាំថ្ងៃទី2បងប្អូនថ្ងៃទី2នៃចូលឆ្នាំប្រពៃណីជាតិខ្មែរយើងឆ្នាំ2026ហើយក៏សូមជូនពរបងប្អូនសុខសប្បាយទាំងអស់គ្នាមានលាភមានជ័យរួចចាក់ទុកទាំងអស់គ្នាបាយបាយ